ក្រុមចុងក្រោយជើងទី1បាទចូលមួយទូទៅសូតបាត់ហើយចូលពីទូទៅសូតបាត់ហើយបាទកីឡាករលេខ9បាទលេខនេះបាទលេខ9កីឡាករសូសុភាបាទទទួលដឹងសមត្ថភាពរបស់ខ្លួនហើយបាទក្រុមសម្រាប់ទេកាប់ទាន់ប្រកួតបាទនិយាយកាប់ស្វែងរកកាប់លើកទី7ទៅយើងដល់ស្វែងរកសុខកាប់ដល់កាលទី2ចូលតោសេងបាទមកជើងពីចុងកាយបាទប្រធានក្រុមបាទតោសេងរបស់គ្រាប់ទី2តែបើចាញ់ជ័យចាស់ចភូឡើងទៅវិញហើយបាទជ័យចាស់ចភូបាទឡើងវិញហើយបើតែជ័យចភូអាចយកឈ្នះលើបាក់សៃក្រោយមួយឈូសបោកអូលេង44នេះបាទខបរ៉ាឥឡូវពីបកយ៉ាងអត់បានអកសើទេតោសេងទៅឲ្យតោសេងចូលពួតទូទៅសោបាទតោសេងអូយពីគ្រាប់នេះឯងបាទគ្រាប់ទី3ក៏ពីគុណមិញគឺបាទគេអស់ពីពាក់កណ្ដាលទីបាទប៉ានេះប៉ុនអោតសាយទីពួតសូនបាត់អើយបាទអីចឹងបាទបាក់សៃនេះគ្រាប់ចាញ់តាមគ្រាប់នេះបាទជាមួយលីក1បាទលីក1ឈ្នះ2-1ក៏ឈ្នះលើបាក់សៃតាមផងដែរហើយការបន្ថែម3នាទីក៏បានអស់ដែរចាំក្នុងវគ្គទី1នេះតែស្ថាប័នយុវជនកម្ពុជាតែរៀបចាក់ថ្ងៃនេះហើយក៏អូឈ្មោះបាក់សៃតែនេះហើយពីនេះគឺមក4តែទីឲ្យចំណាយការគឺយើងគិតតែបានចូលតោសេងទៅហើយ hat-trick 3គ្រាប់តែឯងបាទតោសេងអូហូបាទខាងតោទៅនេះអូពេលណាំងទីបាត់ទៅហើយអូរកបានមកគ្រាប់ដែរបាទគ្រាប់ទី2ឥឡូវយើងទស្សនាបាល់ពេលនាទីរបស់បាក់សៃហើយរៀងបាទសុទ្ធពីកីឡាករកេតរូបបាទគេ10ចូលឬក៏ចូលអូហូបាទលោកអាតាគាត់ cancel ពីការខំបាទឲ្យកាប់លឿនវិញបាទឲ្យកាប់លឿនវិញចូលតោសេងទៀតហើយ7ទល់នឹង0បាទតោសេងបាទ4គ្រាប់នេះអូហូតោសេងបាទក្រោយទៅស្វ័យទៀត IC បាទប្រងរហូតដល់ឥឡូវមកបាក់សៃនេះគឺជាប់ទៅ11ដាក់រហូតបាទតោសេងបាទជួយឲ្យបាក់សៃហើយនេះបានមកមុខ7ទល់នឹង0ហើយយ៉ាប់ឲ្យគ្រាប់ទី8ចូលឯកសំអានបាទបន្ថែមគ្រាប់ទី8 8ទល់នឹង0កាត់ក្រោយស្កោឆ្លៃបែបនេះបាទឯកសំអានបញ្ជូនទៅឲ្យបាទលេខ19ទៅហើយបាទហេងតុងយកអាចចាប់ទីអើយហេងតុងចូលហេងតុង9ទល់នឹង0ហេងតុងមកបន្ថែមគ្រាប់ទី9បាទកីឡាករពាក់លេខ19ហើយក៏ជាកីឡាករមកពីក្រៅខេត្តដែរបាទបាទក្រុមទៅអោជ័យរបស់ណៃមកបាទហៅលេងលឺហើយការប្រកួតទី3ចុងក្រោយបញ្ចប់ក្នុងពូលរបស់ក្រុមសម្រាប់ជ័យដៃម៉ានេះគឺប៉ះជាមួយនឹងក្រុមខ្លាំងលីងគួយ IC ទៀតបាទកាន់តែហៅលេងលឺហើយពេលនេះបាទការប្រកួតចុងក្រោយបាទអូមកដល់ពេលនេះបាទលោកអញ្ញាកណាសុកពិសីបានស្នងបន្លឹងចែបាទបញ្ចប់ការប្រកួតដល់វគ្គទី2សម្រាប់គូទី1ដល់ពេលនេះហើយបាទសូមចូលរួមអបអរសាទរសម្រាប់បាទក្រុមបាល់ទាត់បាក់សៃស្លែរៀងបាទទទួលបាន3ពិន្ទុបាទនៅក្នុងការប្រកួតទី2របស់គេបាទចឹងការប្រកួតទី3បញ្ចប់ក្នុងពូលអរគុណច្រើនបាទចឹងនៅពេលរសៀលបាទយើងជួបគ្នាបន្តទៀតសម្រាប់ការប្រកួតគូទី2បាទប្រចាំនៅសប្តាហ៍ទី6នេះបាទការប្រកួតគូទី2គឺសាមរ៉ៃធំតកឹងក្រោយពីឈប់បាទតងតូចមក
អរគុណគណៈវិទ្យាបាលទីកហឹមសូមរយៈគេសូមអរគុណសូមគោរពលា